សួស្តីអ្នកទាំងអស់គ្នាខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាតទៅនឹងការកំណត់ font goal ដោយអ្នកទាំងអស់គ្នាឃើញស្រាប់នេះពីអឺ font Calibri font 12ហ្នឹងទៅដាក់Times New Roman អញ្ចឹងជាទូទៅទាំងអស់គ្នាតែងតែជួបបញ្ហាហ្នឹងនៅពេលដែលបើក file Word មកពួកយើងចង់កំណត់ថាfont ណាដែលយើងពេញចិត្តយើងចង់ដាក់ជា goal ហ្មងកុំឲ្យពិបាកដូរ font នៅពេលដែលយើងបើកកម្មវិធី Word ចុះថ្ងៃនេះខ្ញុំសូមបង្ហាញតកតងចំណុចនេះចឹងដំបូងអ្នកទាំងអស់គ្នាទៅបើកកម្មវិធី Word មកនេះកម្មវិធី Microsoft Word នេះចុចបើកវាមកនេះអញ្ចឹងអ្នកទាំងអស់គ្នាមើលផ្នែកខាងលើនេះគឺវា load auto មកគឺ font Calibri Body ហ្នឹង12តែម្ដងអញ្ចឹងអ្វីដែលយើងចង់បានគឺយើងចង់បដូរវាទៅជា font Times New Roman font 12 auto នៅរាល់ពេលដែលយើងបើកកម្មវិធី Microsoft Word តែម្ដងណាចឹងដើម្បីធ្វើវាបានគឺទីមួយគឺយើងត្រូវចូលទៅtab design នេះ tab design នេះចុចលើវាមកហើយបន្តមកទៀតយើងរើសយកពាក្យនេះកន្លែងនេះ font នេះចុចលេខនេះមកពេត font មកតបមកយើងស្រឡឹងមើលទៅនេះខាងផ្នែកខាងក្រោមនេះយើងយក customize font មកចឹងចុចលើ customize font ទៅតមកកន្លែងនេះយើងរើសយក font នេះអ្នកនរគ្នាអាចចុចអស់រើសយកចេះក៏បានឬក៏យើងវាយឈ្មោះ font តែម្ដងក៏បានដែរនេះខ្ញុំដាក់ Times New Roman ខ្ញុំវាយមកនេះ Times New Roman ណាអូខេចាំខ្ញុំធ្វើម្ដងទៀតនេះវាយ Times New Roman អានេះ heading font នេះ Times New Roman ហើយ body font នេះខ្ញុំដាក់ទៅ Times New Roman នេះគ្នាដែរមកខ្ញុំវាយទៀតមកនេះ Times New Roman ណាហើយបន្ទាប់មកខ្ញុំចុច save ណាចុច save នេះអ្នកទាំងអស់គ្នាអាចមើលផ្នែកខាងលើនេះគឺវា load ទៅ Times New Roman ហើយបន្តមកមួយទៀតគឺទាំងអស់គ្នាចុចដើម្បីកំណត់វាអូតូតែម្ដងគឺយើងអាចចុចកន្លែងនេះ set as default អញ្ចឹងចុចលើវាមកហើយបន្តមកយកពាក្យថា yes អូខេអញ្ចឹងចង់ដឹងថាវាជាប់ឬអត់ចង់ដឹងថាវាជាប់ឬអត់គឺយើងបិទអត់ file Word ហ្នឹងទៅចុចបិទទៅនេះសាកបើកម្ដងទៀតមើលវាជាប់អត់ចុចទៅបើក file Word មកនេះតែដល់គ្នាមើលផ្នែកខាងលើគឺវាជាប់អូតូតែម្ដងអញ្ចឹងគឺងាយស្រួលវាយទៅគឺមិនបាច់ពិបាកដូរពន្ធនេះគឺវា load tab New Roman តែម្ដងណា